ជំរាបសួរស្ដីអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាចាប់ពីស្អែកទៅគឺគេនាំគ្នាត្រានអាវ៉ាលីក្រហមឯចឹងវីដេអូនោះខ្ញុំកាត់តាំងពីខែ12ដើមខែអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ទាន់បានផងដោយសារតែប្រទេសយើងមានបញ្ហាប៉ុន្តែខ្ញុំចង់រំលឹកអនុស្សាវរីយ៍ដែលខ្ញុំបានធ្វើខែមុនតិកាក៏គាត់បានធ្វើ pop up ពីថ្ងៃទី16ដល់ថ្ងៃទី25ដូចគ្នាដូច្នេះហើយមុននឹងយើង move on trend រៀមលឹកអនុស្សាវរីយ៍ជាមួយនៅ Lip Oil តិចណាព្រមអត់ព្រមខ្ញុំនឹងនិយាយអំពីបទពិសោធន៍ដែលខ្ញុំបានចូលរួម pop up ការហ្នឹងក្នុងរយៈពេល10ថ្ងៃចឹងចូលដល់ថ្ងៃទី1ហ្នឹងគឺខ្ញុំជួប KOL ច្រើនមែនតើថ្ងៃទី1នោះគឺជាថ្ងៃដែលធំជាងគេហ្មងព្រោះដោយសារតែផ្កាក៏បានប្រកាស BA ដែរអ្នកនរគ្នាប្រកាសជាឆ្ងល់ហើយត្រូវថាខ្ញុំអាសាញធ្វើ role អីគេអញ្ចឹងពេលហ្នឹងគឺគេមានកាន់ KOL អ្នក style អ្នកខ្ចប់អីវ៉ាន់ marketing team ខាង tester ខាង game អញ្ចឹងព្រោះដោយសារតែនៅ pop up ហ្នឹងគឺគាត់មាន game គាត់មានកន្លែង tester មួយលានហើយសូម្បីតែនៅកន្លែង counter លក់ហ្នឹងក៏មាន tester ដែរដើម្បីឲ្យភ្ញៀវសម្រាប់ចិត្តភ្លាមគឺផ្ដល់ជាភាពងាយស្រួលមួយដល់អ្នកដែលគាត់ទៅ experience pop up នឹងផ្ទាល់ព្រោះដោយសារតែបងពិសីហើយនឹងបងឆាយគាត់ធ្វើធំមែនតើដូច្នេះហើយទៅគាត់ត្រូវការក្រុមការងារច្រើនហើយ volunteer ហ្នឹងគឺអ្នកទាំងអស់គ្នាប្រហែលជាដឹងខ្លះហើយថាអ្នកដែលចោះឈ្មោះចូលឡើង500នាក់ហើយពួកគាត់ជ្រើសរើសតែ50នាក់ទេ50ទៅ60នាក់ទេពេលហ្នឹងខ្ញុំអបពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំដំបូងគឺខ្ញុំនៅខាង tester និយាយរួមទៅគឺខ្ញុំដើរជួយគេគ្រប់កន្លែងហ្មងដូចថាគេមានអាសាញ role អីចឹងមែនមិត្តភ័ក្ដិខ្ញុំថាចាចង់ឲ្យខ្ញុំទៅធ្វើខាង KOL ប៉ុន្តែពេលហ្នឹងគឺខ្ញុំដោយសារតែខ្ញុំ volunteer ថ្ងៃគេប្រជុំពីព្រឹកអីចឹងហើយចោលខ្ញុំបាត់ហើយអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ហ្នឹងណាគឺមកផែខ្ញុំថាតនេណាជួយនឹងទៅអូខេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមគឺដើរហៅរបស់ដែលខ្ញុំធ្វើអញ្ចឹងណាព្រោះខ្ញុំឃើញតនេ tester អញ្ចឹងខ្ញុំឈរកន្លែង tester ទៅហើយខ្ញុំដឹងថានៅក្នុងវីដេអូរបស់ KOL មួយចំនួនណាអ្នកទាំងអស់គ្នាប្រហែលជាឃើញខ្ញុំមិនមួយចំនួនទេប្រហែលជាមួយចំនួនទូចទេឃើញខ្ញុំឈរនៅកន្លែង tester នឹងជាខ្ញុំចាប់បាត់ហើយមកឥឡូវចូលមកមើល pop up យើងទាំងអស់គ្នាដំបូងដើមមកអ្នកទាំងអស់គ្នាយើងមានជាមួយនឹងការ display ជាមួយនឹងផ្កា product នៅលើនេះមានជាមួយនឹងផ្កា lip oil ហើយនឹងផ្កា blush អ្នកទាំងអស់គ្នានៅពេលដែលខ្ញុំឈរនៅកន្លែង tester ហ្នឹងថ្ងៃទី1ហ្នឹងគឺដល់រៀងល្ងាចទៅលេងពេលហ្នឹងខ្ញុំដើរដូចជាតែខ្ញុំបាយកុំដឹងទេទៅយកអីវ៉ាន់ទេក៏ឃើញកន្លែង counter ល្វល់ខ្លាំងខ្ញុំដើរទៅមើលហើយខ្ញុំនិយាយថាខ្ញុំសួរគេថាមានអីខ្ញុំជួយអត់អីអញ្ចឹងណាហើយដល់ពេលហើយទៅឃើញដូចអញញ៉ៃគេអត់និយាយថាគេត្រូវការជំនួយទេប៉ុន្តែឃើញអីបានយើងធ្វើនឹងទៅវាអញ្ចឹងអានោះគឺជាអីដែលខ្ញុំព្រៀនបានណាអញ្ចឹងក៏ខ្ញុំផ្លាស់ទីពីកន្លែង tester ទៅ counter វិញទៅជួយលក់ពួកគាត់វិញដើម្បីវាថាអញ្ចឹងពេលហ្នឹងខ្ញុំ volunteer ថ្ងៃអញ្ចឹងអ្នកព្រឹកគឺគេដឹង info ហ្នឹងមុនខ្ញុំថាគាត់គេខំប្រាប់ខ្ញុំថាអញ្ចឹងអូខេតែង1 9នេះតែង2 17តែង3 24ត្រូវអត់ time key chain អា case lip oil ដែលវាស្អាតវាឡូយវាអែមណាវា creative ហ្នឹងហើយហ្នឹងថែមហ្នឹងពេលហ្នឹងគឺខ្ញុំលក្ខណៈថានៅកន្លែង tester ហ្នឹងគឺវា work well មែនតើមានមនុស្សច្រើនហើយយើងនិយាយ promotion គេមក stop គេអីអញ្ចឹងគឺគេដាក់ចូលទៅដល់គេស្គាល់កន្លែងទិញគេទិញយកហ្មងអញ្ចឹងណាហ្នឹងហើយអញ្ចឹងនិយាយថាចេះធម្មតានៅ counter គឺគាត់មាន computer គាត់មាន register របស់គាត់អញ្ចឹងក្នុងនាមខ្ញុំជា volunteer ខ្ញុំអាចប៉ះពាល់អាហ្នឹងទេខ្ញុំគ្រាន់តែជួយលក់ភ្ញៀវទេខ្ញុំ respect a condition ហើយជាមួយនឹង info មួយហ្នឹងណាព្រោះដោយសារតែខ្ញុំគិតថាត្រូវអីដែលគាត់ធ្វើអញ្ចឹងព្រោះដោយសារមួយយើងជា volunteer យើងគាត់អាចទុកចិត្តយើង 100% ទេទោះបីជាគាត់ទុកចិត្តយើងឲ្យយើងធ្វើការងារហ្នឹងមែនប៉ុន្តែអត់អាចប៉ះវា confidentiality object របស់គាត់ទេពីអញ្ចឹងណាពួកគាត់រក stock មិនគាត់ទុកមិនសំបីតែបតោណាអ្នកទាំងអស់គ្នាមិនអាចថែមអ្នកទាំងអស់គ្នាចេះតែថែមឲ្យថាបាញ់យកនេះយកនោះបានទេណាសំបីតែដូរពណ៌ក៏ដូរអត់បានដែរព្រោះដោយសារតែគាត់មាន system ច្បាស់លាស់របស់គាត់គឺខ្ញុំ respect ខ្ញុំចូលចិត្តហ្មង flow នៃ pop up ហ្នឹងនៃការលក់ហ្នឹងវាទៅមុខព្រោះដោយសារតែភាពច្បាស់លាស់របស់គាត់ហ្នឹងហើយអ្នកទាំងអស់គ្នាគាត់ថាចេះធ្វើការនៅក្នុងbrand របស់ local brand ប្រហែលជា chill ទេមែន no គឺពួកគាត់ take it seriously មែនតើជាពិសេសគឺ local brand ហ្នឹងហើយព្រោះដោយសារតែគាត់ចង់ឲ្យ experience ទៅភ្ញៀវគាត់ 100% អញ្ចឹងការដែលចូល pop up មួយនេះគឺវាធ្វើឲ្យខ្ញុំរៀនបានច្រើនមែនតើខ្ញុំជួបមនុស្សច្រើនខ្ញុំដឹងថាតាមពិតគេមួយដែល volunteer នៅនេះគឺគេមានតែកសលរៀងខ្លួនណាតោះរៀបរាប់ច្រើនធ្វើអីចូលមើល footage បដ ாய் នេះគឺថ្ងៃទី1អ្នកទាំងអស់គ្នាបើកឆាកដំបងតាមគេប្រជុំពេលព្រឹកហើយខ្ញុំទៅធ្វើពេលថ្ងៃអញ្ចឹងទៅវារៀងដូចថាយើងលេចជាងគេប៉ុន្តែក៏ទទួលបាន information ដូចគ្នាព្រោះយើងសួរគេអីអញ្ចឹងណាហើយនេះខ្ញុំថតទស្សនភាពឲ្យមើល
ហើយនៅរៀងថ្ងៃជំនួសពេលល្ងាចមនុស្សមកច្រើនខ្លាំងមែនតើហើយចាប់ដើមឃើញ KOL មកមួយចង់ណាគឺមានកន្លែងលេងគឺមានកន្លែងសញ្ញេហើយកន្លែងក្នុង lip oil ធំនេះអ្នកទាំងអស់គ្នាដូចចូលទៅភពមួយទៀតខ្ញុំនិយាយមែនប៉ុន្តែនឹកមែនហើយ influencer ស្អាតខ្លាំងណូគេហៅ KOL នឹងសំហ្មងបងហួរមក and his aura is everything ហើយចូលដល់ថ្ងៃទី1ហ្នឹងគឺខ្ញុំដំបូងខ្ញុំឆោតនៅកន្លែង tester នេះអ្នកទាំងអស់គ្នាឃើញមានផ្កា blush មាន lip oil មាន keychain អីទាំងអស់ហ្នឹងណាហ្នឹងហើយចូលដល់ក្នុងហ្នឹងទៅគឺ tester គ្រប់កន្លែងបងសៃក៏ខ្លាចភ្ញៀវក៏អីគាត់ធ្វើងាយស្រួលហ្មងនេះហៅមកណាភ្លេងសបាយណានេះមនុស្សមកប៉ះទៀតកន្លែងនេះបងហួរនិយាយមួយខ្ញុំខ្ញុំចាំឈួតTalk to me. He talk to me. ចង់និយាយថាឃើញ influencer នៅក្រៅបានយើងគិតថាអូនឹងមូលហេតុដែលគេខ្លាចជា influencer ដោយសារតែខ្ញុំមានអារម្មណ៍ថាយើង spend energy យើង admire គេនៅក្នុងទូរស័ព្ទដល់ពេលឃើញគេនៅក្រៅទៅឡើងមានអារម្មណ៍រំភើបមួយយ៉ាងអីអញ្ចឹងណាណែហើយអូនបងមីនេះឃើញនៅក្រៅទូណាអ្នកនរគ្នាខ្ជូតហ្មងខ្ញុំចូលវីដេអូគាត់បានបន្តិចតែតបងសៃហើយបងឆាយក៏គាត់បានមកដល់ហើយអាពេលមកដល់ហ្នឹងគឺចិត្តដល់ម៉ោងគេប្រាប់ប្រកាស BA អញ្ចឹងគេរៀបចំឲ្យអស់ហើយបង Alice នេះគេរៀបចំអស់ហើយគេរៀបចំតុកឲ្យតាមពិតតុកហ្នឹងណាត្រូវនៅក្រៅទេប៉ុន្តែដោយសារតែដូចអា service របស់ microphone ហ្នឹងវាចាប់បាត់ដល់ណាអ្នកនរគ្នាអញ្ចឹងទៅគេត្រូវ move ទៅក្នុងវិញហើយនេះសកម្មភាពនៅខាងក្នុងហ្នឹងWelcome brand ambassador of Cali Boy. Cali Boy, Lauren, ambassador Sergeant May. Chị bắt đầu thực hiện. Rồi mình chơi cái gì đó khang cái đó là bây giờ con đúng tập trình đúng sao để mình mình cái sao này nó. Và Sergeant May là đồng ý chơi con mình đồng chí cái gì đó và khang cái là bây giờ con con đúng tập trình đúng sao để chị được photo. Hello fit tag ទីណាថ្ងៃទី1ខ្ញុំពាក់អាហ្នឹងអាបើជើងនោះទៅដល់ផ្ទះរបស់ខ្ទេចអ្នកក៏គ្នាខានពាក់វាយូរហ៎បង Alice ស្អាតខ្លាំងណាស់ស្អាត so admirable so beautiful ណែបង hello នាងមច្ឆាម៉ាំពេជ្រនេះកន្លែងលេងហ្គេមហ្នឹងទិញ3បានអា case ហ្នឹងហើយលេងហ្គេមយកបតោងតទៀតអត់ចំណេញមិនឥឡូវសួរថាអត់ចំណេញមិននេះ vending machine ណា vending machine គាត់ដាក់យកដល់ទៅគឺគាត់ដាក់អត់ឲ្យជន់គ្នាហ្មងប៉ុន្តែនៅតែជន់ទាំងឡានទាំងអីលក់ទាំងអស់ប៉ុន្តែនៅតែមនុស្សច្រើនលក់អត់ចង់តន់គ្នាហ្មងណាហើយ tester ក៏ណែនអីក៏ណែនដល់គុំមកហោហែហ្មងអត់មាននេះទេហើយចង់និយាយថា creative ដល់ក៏ដាក់ក្នុងចាក់ចោលអីណានេះខ្ញុំអត់យល់ទេTake care yourself. Yes. You have 9 more days to go. Well, it's an opportunity. I have to go grab it. Okay. ចូលមកដល់នេះភ្លៀងថ្ងៃទី1គឺភ្លៀងអត់យល់ពីអ្វីទាំងអស់ភ្លៀងអញ្ចឹងណាអីណាអូខេមកនិយាយថាដូរគ្រប់ពណ៌យើងជួបបងហ្វាសេនជួបបង Christina អីដែរគាត់យកកន្លែង tester ហ្នឹងថតដល់នេះអង្គុយលេងអញ្ចឹងណាពួកគេថតបាត់ហើយខ្ញុំឃើញបងឆាយហើយខ្ញុំហៅគាត់ថតមកព្រោះពាក្យច្រើនខ្ញុំឃើញគេថតមួយបងសៃអូយ cutest baby ever ដើរទៅយកទឹកហើយយកម្ដងគឺ3 4ដបចឹងព្រោះគ្នាច្រើនជួយយកគ្នាចឹងនេះ fellow volunteers so adorable នេះមិត្តភក្តិខ្ញុំធ្វើតែអញ្ចឹងឯងប៉ុណ្ណឹងណែចូលទួនាទីវិញណាភ្ញៀវមកចាំមើលណាយាយមួយភ្ញៀវសក់និយាយចឹងទៅ
clean bài đá mà rò bài đam rò bài nên stong đang thấy quạt miên bài là bị bài luôn nó này tầng ọc nè trong tới cái sập ập dừng hưởng tới nè fellow volunteer hai cái này có phao video đây cho chúng ta chung ai I'm back in action. Get ready to see me. Can't petite than John. Which one do you want? This one? Yes. It's like ball. Người content creator càng nghe khéo màu quạt nè lip sync. This part I feel so EO sao vậy mà like cứ vậy do tanh do lụa do trăng mòn Như tụi ngọc thì after on mình được nè nhưng trăm on mình được chân thôi này on nên mơ mộng số mơ tham miên cái này đi cái này thò khổ quá luộm tô Vespa nè thêm mình làm ban tô Vespa thì lúc ơi luôn như tụi ngọc thì xong mưa cái này on mình được mẹ cái này đi chơi mau xinh nhẹ nè cho tụi tao giờ đúng tới cứ lẹ khăn mồ cái này nhưng tâm phát thời cái đạn điệp ôi tiệt còn ta để xa tao on mình được chân sơ dương của mỗi cũng có hết đấy nè sần chè được bị thắt trăng bỏ nghệ nhau mà hello cái chợ thì kịp tụi tê hai ba châu mà thọ anh mà ní cái này cái sang bia á nè cái chợ không cái này ní miên ở lip oi ơi tay tiệt nó nong nong vậy chúng ta cứ tay không cái này nè tao nghe trong tay trong thật ấy cả đại ba đai màu này ní lip oi không tôi không nó mình tật bánh ta ra nhưng chưa ấy nè khơi nhọn cường đa tao rồi ấy cái thon thủ cái này ở nè ăn đúng mơ si true á dương cho tới được bà bi xong cha concept là bởi Halloween được khai liền cả cái tay khuôn thơ bà bi không có trái chẳng ấy nè You look good, girl. em môi tiệt xây sạch nè sạch pi nè quạt sạch mồ nhưng anh vậy nhưng mà đang thấy nhóm mình là anh vậy tê đáp của tôi sai là nhưng không thấy nghe làm thay cho những lần starstruck Trên còn bắn thôi nhưng là trên mất bắn ông cũng đang chơi bom vậy ông có em hai bom nữa ông chỉ là chơi ôm đây gì khác mà sân gì cho anh ấp tân quay kể vậy á dạ chân chúa thành bạchชุดของกลุ่มศักดิ์สิทธิ์มองหอยเบี้ยหลังได้เป็นคนถือคอการหลีกบอลเป็นคอยจังใครจังโอ้ยโอ้ยโอ้ยไอ้อย่างนี้เป็นโหสมัยเป็นหมาไหนไอ้ควายโอ้ย cashier con không đọc trả Aria vậy tha mà pop up nó cứ dễ trông mòn ai na tên nữa lên phliêng là bà đạp thở tập phliêng rồi bạn thấy trong mong mòn đôi tật chùa trần but it was so jack
and since like ខ្ញុំកាន់ទូក្រែមដែរមួយថ្ងៃនោះមើលភ្លៀងម៉ងលោកអើយឡូ ចង់និយាយថាមក pop up ហ្នឹងណាគូកណា2នាក់គូកណាចំពេលបោះម៉ាក់ដាំងផងហើយគូកណាបោះ IT ដែលនៅជាប់មួយអ្នកក៏លុយមួយខ្ញុំហងអីអញ្ចឹង2នាក់គាត់ខ្ជូខ្លាំងហើយណាគូកណាដល់នោះគូកណាមកឡើងខំអញ្ចឹងសរុបមកវិញគឺខ្ញុំការដែលចូល pop up ហ្នឹងណាគឺខ្ញុំរៀនបានពី flow ការងាររបស់ពួកគាត់ខ្ញុំរៀនបានពី insight ដែលនិយាយថារឿងអីដែលយើងអាច share បានរឿងអីដែលយើងអាចធ្វើបានហើយទៅ professionalism គឺ is on point ហ្មងការ negotiate ជាមួយនឹង business ផ្សេងព្រោះដោយសារតែយើងដឹងស្រាប់ហើយថានៅ pop up ហ្នឹងក៏គាត់បានដាក់របៀបដូចmatcha ដូចជា gram ដូចអីអញ្ចឹងហ្នឹងហើយ from someone ដែលខ្ញុំដូចអត់ដែរទទួលបាន experience នៃការ work ខ្ញុំរៀនបានច្រើនចំណុចទូចមួយហ្នឹងហើយខ្ញុំ create friendship ច្រើនដែលគាត់របៀបថាគាត់ value period 10ថ្ងៃហ្នឹងណាទោះបីជាតែ10ថ្ងៃទេប៉ុន្តែនិយាយគ្នាដូចស្គាល់គ្នារាប់ឆ្នាំអញ្ចឹងឃើញពួកគាត់ឆាតមួយគ្នាគឺគាត់ស្និទ្ធល្មួតហ្មងអ្នកខ្លះសើយំទៀតព្រោះដោយសារតែគាត់គិតថា friendship ដែលនៅ create នៅក្នុង pop up ហ្នឹងគឺវា meaningful សម្រាប់គាត់មែនតើណាពេលខ្ញុំចង់សរសើរពីផ្កាគឺគាត់អ្នកទាំងអស់គ្នាថាចេះ10ផ្កាហ្នឹងវាសាមញ្ញដូច 2500 មែនអធិស្ឋានគាត់ធ្វើអញ្ចឹងមកព្រោះដោយសារតែគាត់មានអីលំអពីក្រៅនឹងទៀតដូចដែលខ្ញុំនិយាយអញ្ចឹងថាខេះបតោងអីហ្នឹងវាបាត់លឿនជាងអាលីបអុយនៅទៀតខ្ញុំគាត់តែប្រាប់ពេលបងអ្នកទាំងអស់គ្នាទិញទៅមែនណាប្រាប់មានអាលួចខ្ញុំក៏ប្រាប់បើមិនគេទេខ្ញុំ and to បញ្ចប់ this video គឺខ្ញុំចង់និយាយថា brand កូនខ្មែរយើងមួយគឺលយខ្លាំងមែនតើគាត់ចេញមកមួយរយៈក្រោយហ្នឹងណាគឺវាធ្វើឲ្យយើងស្គាល់តម្លៃថារបស់ខ្មែរយើងគឺមានល្អច្រើនណាឥឡូវហើយគាត់ក៏ចាំ improve ទៅតាមនឹងដែរខ្ញុំសូមអរគុណបងផ្កា team ទាំងអស់បងសីបងឆាយអីនឹងដែលពួកគាត់ហៅគ្នាថា top 1 ហ្នឹងណាដែលបាន create opportunity មួយដែលឲ្យពួកខ្ញុំស្គាល់ insight និងទទួលបានបទពិសោធន៍មួយទៀតដែលអត់ដែលដឹងថាខ្លួនឯងនឹង need នៅក្នុងជីវិតហ្នឹងឯង and ខ្ញុំមានអារម្មណ៍ថាវាជា meaningful lesson មួយដែលខ្ញុំនឹង cherish in life and also ក៏ចង់អរគុណទៅដល់ពួកគាត់ដែលបានមើលថែពួកខ្ញុំបានទៅដល់មែនតើបាយ3ពេលទឹកផឹកនិយាយរួមទៅម្នាក់ផឹកឡើងជើងនៅសពហើយវាយនេះអស់ហើយនេះគឺសួររឈើច្រាត់ពេញ pop up ហ្មងលក្ខណៈអញ្ចឹង also អរគុណពួកបងដែរបានឲ្យជា merchandise ដូចជាដូចជា lip oil ដូចជា case ដូចជាបតោងអីអញ្ចឹង and hopefully បើមាន pop up លើក្រោយទៀតហើយខ្ញុំមានពេលខ្ញុំនឹងដាក់ចូលទៀតពេល pop up ហ្នឹងគឺខ្ញុំហ៊ានពេលផឹកហើយមកធ្វើពេលថ្ងៃអញ្ចឹងណាទទួលស្គាល់ហ្មងថាវា hard ព្រោះដោយសារតែយើងនៅដល់រៀងយប់ហើយវាចេញពី comfort zone ខ្ញុំខ្ទេចហ្មងអញ្ចឹងដូច្នេះហើយវាធ្វើឲ្យខ្ញុំ hard like mentally and physically ក៏វា hard ដែរគាត់ថា in a good way I can say គឺវាជា uncomfortable feeling មួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំរៀនបានច្រើនខ្ញុំទទួលបានច្រើនដូច្នេះហើយគឺខ្ញុំត្រូវតែ process អានោះវាជា example មួយដែលបញ្ជាក់ថានៅពេលដែលអ្នកធ្វើការបដាអ្នកបដាលគឺវាហត់អញ្ចឹងវាដូច a saying that goes do it while you're in pain do it while you're tired do it while you have no motivation but what you have is disciplineហើយ discipline goes a long way and that's what I'm lacking ហើយអញ្ចឹងហើយគឺវាបញ្ជាក់ថាខ្ញុំអាចពង្រឹងកន្លែងណាខ្ញុំអាចជួសជុលខ្លួនឯងកន្លែងណាផងដែរព្រោះដោយសារតែក្នុងកំឡុងពេលហ្នឹងគឺខ្ញុំទទួលស្គាល់ថាការរៀនសូត្ររបស់ខ្ញុំវារៀងធ្លាក់ចុះមកក្នុងរយៈពេល10ថ្ងៃហ្នឹងណា and សូមទោសទៅក្រុម team នៅសាលាដែលគាត់ injure មួយអាហ្នឹងខ្ញុំពិតជាសូមទោសគាត់ខ្លាំងមែនតើI have nothing else to say, but I really hope that you enjoyed the video. I'm very grateful for the opportunity. So, bye-bye, you guys. See you in the next video.